នាយករដ្ឋមន្ត្រីនូវែលសេឡង់ស្នើច្បាប់ហាមឃាត់កុមារអាយុក្រោម16ឆ្នាំពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយោងតាមសារព័ត៌មាន AFP បានចេញផ្សាយថានៅថ្ងៃអង្គារទី6ខែឧសភាឆ្នាំ2025នេះលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់បានស្នើឡើងនៅសេចក្តីព្រាងច្បាប់មួយដែលហាមឃាត់កុមារមានអាយុក្រោម16ឆ្នាំពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដោយសង្កត់ធ្ងន់ថាវាជារឿងចាំបាច់ដើម្បីការពារពួកគេពីគ្រោះថ្នាក់កើតចេញពីបណ្ដាញទំនាក់ទំនងសង្គមលោក Christopher Luxon បានលើកឡើងនៅសេចក្តីព្រាងច្បាប់ខាងលើដែលនឹងតម្រូវឲ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមត្រូវផ្ទៀងផ្ទាត់ឬ verify លើអ្នកប្រើប្រាស់ថាពួកគេមានអាយុចាប់ពី16ឆ្នាំឡើងទៅបើពុំដូច្នេះទេនឹងត្រូវប្រឈមការពិន័យជាប្រាក់1កដកសញ្ញា$2លានលោក Luxon បានគូបញ្ជាក់ដូចនេះថាវាជាវិធានការដើម្បីការពារកុមាររបស់ពួកយើងវាជាវិធានការដើម្បីធ្វើឲ្យប្រកាសថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមបានចូលរួមចំណែកក្នុងការការពារសុវត្ថិភាពសម្រាប់កុមាររបស់ពួកយើងគេមិនទាន់ច្បាស់ថាតើនៅពេលណាទើបសេចក្តីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅកាន់សភានោះទេប៉ុន្តែលោក Luxon រំពឹងថានឹងទទួលបានការគាំទ្រពីសមាជិកសភាទាំងអស់សេចក្តីព្រាងច្បាប់ខាងលើនេះដែរត្រូវបានតាក់តែងដោយគណៈបក National Party របស់លោក Luxon ដែលជាគណៈបកធំជាងគេនៅក្នុងរដ្ឋាភិបាលចម្រុះសពថ្ងៃហើយដើម្បីអនុម័តច្បាប់នេះលោក Luxon ត្រូវការគាំទ្រពីគណៈបកជាដៃគូពីរផ្សេងទៀតនៅក្នុងក្រុមចម្រុះ